ដង្ហែទៀនវសាព្រះរាជទ្រព្យព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីទៅវេប្រគេនព្រះសង្ឃនៅតាមទីអារាមក្នុងរាជធានីភ្នំពេញនិងបណ្ដាខេត្តយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅរសៀលថ្ងៃ8កើតខែទុតិយស័កឆ្នាំមមែសព្វស័កពុទ្ធសករាជ2559ត្រូវនៅថ្ងៃទី23ខែកក្កដាឆ្នាំ2015សម្ដេចស៊ីសវត្តពងនារីមនីពងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចជាវាំងគង់សំអល់ឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានយាងនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីបុណ្យដង្ហែទានវសាព្រះរាជទ្រព្យជាលើកទី1ចេញពីព្រះបរមរាជវាំងទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវសាអស់កាលត្រីមាសនិងថ្វាយព្រះរតនត្រ័យនៅតាមទីអារាមចំនួន4ក្នុងរាជធានីភ្នំពេញមានវត្តអូណាឡោមវត្តភ្នំដូនពេញវត្តបទុមវតីគណៈធម្មយុត្តកនិកាយនិងវត្តបទុមវតីគណៈមហានិកាយអញ្ជើញចូលរួមនៅក្នុងព្រះរាជពិធីបុណ្យដ៏វិសេសវិសាលនេះដែរមានវត្តមានឯកឧត្តមគុយសុផលទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូតអមក្រសួងព្រះបរមរាជវាំងឯកឧត្តមឈៀហនរដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំងនិងមន្ត្រីអ្នកមុខអ្នកការសំខាន់របស់ព្រះបរមរាជវាំងជាច្រើនរូបទៀតក្នុងពេលដែលសម្ដេចឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចជាវាំងព្រះរាជតំណាងបានយាងនឹងអញ្ជើញដឹកនាំដង្ហែក្បួនទានវសាព្រះរាជទ្រព្យនិងគ្រឿងបរិក្ខារទានដ៏ឧត្តមឧត្តមរបស់ព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរទៅដល់ទីអារាមទាំង4ត្រូវបានព្រះសង្ឃគណៈកម្មការអាចារ្យវត្តឧបាសកឧបាសិកាជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងនេះព្រមទាំងអាជ្ញាធរដែនដីគ្រប់ថ្នាក់ទទួលស្វាគមន៍យ៉ាងកក់ក្ដៅនិងដោយសេចក្តីត្រេកអរឥតឧបមាដោយវត្តទាំង4មានភ័ព្វព្រេងសំណាងដ៏ខ្ពង់ខ្ពស់បានទទួលនឹងការប្រោសព្រះរាជទានទានវសាព្រះរាជទ្រព្យនិងគ្រឿងបរិក្ខារទាននាំមកនៅមហាព្រះរាជកុសលផល្លាអានិសង្សដ៏ខ្ពង់ខ្ពស់នេះក្បួនទានវសាព្រះរាជទ្រព្យនិងគ្រឿងបរិក្ខារទានបានប្រព្រឹត្តទៅដោយគោរពចំពោះព្រះរតនត្រ័យទសបារមីថែរក្សាទីអារាមនិងបានបំពេញកិច្ចដល់ប្រពៃផ្សេងទៀតទៅតាមប្រពៃណីរបស់ព្រះពុទ្ធសាសនានៅក្នុងឱកាសនោះសម្ដេចព្រះរាជតំណាងបានទូលប្រគេនព្រះសង្ឃជម្រាបជូនពុទ្ធបរិស័ទនៅតាមទីអារាមនីមួយៗពីព្រះរាជបណ្ដាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងព្រះអង្គមានព្រះរាជហឫទ័យនឹករលឹកសាកសួរសុខទុក្ខប្រគេនព្រះពរចំពោះព្រះសង្ឃគ្រប់ព្រះអង្គនិងជូនដល់ពុទ្ធបរិស័ទជាកូនចៅទូតរបស់ព្រះអង្គសូមបានប្រកបតែនឹងព្រះពុទ្ធពរទាំង4ប្រការកុំបីឃ្លៀងឃ្លាតឡើយសម្ដេចឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចជាវាំងព្រះរាជតំណាងបានទូលប្រគេននិងជម្រាបជូនផងដែរអំពីព្រះរាជហឫទ័យដ៏ប្រសើរថ្លៃថ្លានៃព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរព្រះអង្គមានព្រះរាជហឫទ័យគោរពស្រឡាញ់ចំពោះទីអារាមទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាពិសេសព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ជាខ្លាំងនៅគ្រប់ពេលវេលាចំពោះទីអារាមដែលមានភាពខ្សត់ខ្សោយដើម្បីទីអារាមទាំងនោះមានការរីកចម្រើនបានបំពេញតួនាទីជាមជ្ឈមណ្ឌលថែរក្សានិងលើកដំកើងវប្បធម៌ប្រពៃណីដ៏រុងរឿងរបស់ជាតិនិងជាស្រ័យបុណ្យដ៏ប្រសើរថ្លៃថ្លារបស់ពុទ្ធបរិស័ទទានវសាព្រះរាជទ្រព្យនិងគ្រឿងបរិក្ខារទានព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គសពព្រះរាជហឫទ័យប្រគេនដល់វត្តនីមួយៗទទួលបានទានវសា1ដើមផ្កាទាន16ដើមធូប1ដុំទានសុទ្ធ5ដើមលៀង1កញ្ចប់ទេយ្យវត្ថុ4កញ្ចប់ប្រេងកាត5លីត្រប្រេងដូង2លីត្រទឹកក្រូច2កេសទឹកបរិសុទ្ធ6កេសមី6កេសអង្ករ5បាវស្មើនឹង250គីឡូក្រាមបវរណាចតុបច្ច័យប្រគេនព្រះសង្ឃទៅតាមឋានានុក្រមនិងប្រគេនបច្ច័យសម្រាប់ជួយផ្គត់ផ្គង់ជីវភាពព្រះសង្ឃក្នុងរដូវបុណ្យចូលព្រះវស្សាឆ្នាំនេះក្នុងវត្តនីមួយៗមានបច្ច័យចំនួន50,000រៀលចំពោះវត្តភ្នំដូនពេញជាទីអារាមប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាគ្មានព្រះសង្ឃគង់នៅបានថ្វាយព្រះរតនត្រ័យមានទានវសាព្រះរាជទ្រព្យ1ដើមផ្កាទាន6ដើមធូប1ដុំទានសុទ្ធ5ដើមប្រេងកាត5លីត្រប្រេងដូង2លីត្រទឹកក្រូច2កេសទឹកបរិសុទ្ធ2កេសមី2កេសអង្ករ2បាវស្មើនឹង100គីឡូក្រាម
និងថវិកាមួយចំនួនសម្រាប់អ្នកថែរក្សាទីអារាមនេះទៀតផងព្រះសង្ឃនិងពុទ្ធបរិស័ទសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរិហឫទ័យមេត្តាករុណាសន្តោសប្រោសប្រណីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីទីអារាមសំខាន់ទាំងនេះមានលទ្ធភាពគោរពបូជាចំពោះព្រះរតនត្រ័យនិងការជួយលើកកម្ពស់ជីវភាពព្រះសង្ឃដើម្បីព្រះសង្ឃបានបំពេញកិច្ចទៅតាមព្រះធម៌វិន័យជាព្រះឱវាទដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងបន្ទាប់មកដោយយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅព្រឹកថ្ងៃ9កើតខែទុតិយស័កឆ្នាំមមែសពស័កពុទ្ធសករាជ2559ត្រូវនៅថ្ងៃទី24ខែកក្កដាឆ្នាំ2015សម្ដេចស៊ីសវត្តពងនារីមនីពងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចជាវាំងគង់សំអល់ឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានយាងនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីបុណ្យដង្ហែទានវស្សាព្រះរាជទ្រព្យជាលើកទី2ចេញពីព្រះបរមរាជវាំងទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនិងថ្វាយព្រះរតនត្រ័យនៅតាមទីអារាមចំនួន4បន្ថែមទៀតមានវត្តប្រើសមាសឃុំត្រប់ស្រុកបាធាយខេត្តកំពង់ចាមវត្តសវណ្ណមយូរាហៅវត្តកងោកមាសលើព្រមទាំងវត្តកងោកមាសក្រោមនិងវត្តសវណ្ណគិរីស្ថិតក្នុងឃុំព្រៃគ្រីស្រុកជលគិរីខេត្តកំពង់ឆ្នាំងអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យដ៏ប្រពៃនេះដែរមានវត្តមានឯកឧត្តមគុយសុផលទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូតអមក្រសួងព្រះបរមរាជវាំងឯកឧត្តមឈៀហនរដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំងនិងមន្ត្រីអ្នកមុខអ្នកការសំខាន់របស់ព្រះបរមរាជវាំងជាច្រើនរូបទៀតក្នុងពេលដែលសម្ដេចឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចជាវាំងព្រះរាជតំណាងបានយាងអញ្ជើញដឹកនាំដង្ហែក្បួនទានវស្សាព្រះរាជទ្រព្យនិងគ្រឿងបរិក្ខារទានដ៏ឧត្តមឧត្តមរបស់ព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរទៅដល់ទីអារាមទាំង4ត្រូវបានព្រះសង្ឃគណៈកម្មការអាចារ្យវត្តឧបាសកឧបាសិកាជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងនេះព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ចាមនិងខេត្តកំពង់ឆ្នាំងទទួលស្វាគមន៍យ៉ាងកក់ក្ដៅនិងដោយសេចក្តីត្រេកអរឥតឧបមាដោយវត្តទាំង4មានភ័ព្វព្រេងសំណាងដ៏ខ្ពង់ខ្ពស់បានទទួលនៅការប្រោសព្រះរាជទានទានវស្សាព្រះរាជទ្រព្យនិងគ្រឿងបរិក្ខារទាននាំមកនូវគុណប្រយោជន៍ដ៏ថ្លៃថ្លាក្នុងការជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនាឲ្យបានថ្កុំថ្កើងក្បួនទានវស្សាព្រះរាជទ្រព្យនិងគ្រឿងបរិក្ខារទានបានប្រព្រឹត្តទៅដោយគោរពចំពោះព្រះរតនត្រ័យទសបារមីថែរក្សាទីអារាមនិងបានបំពេញកិច្ចដល់ប្រពៃផ្សេងទៀតទៅតាមប្រពៃណីរបស់ព្រះពុទ្ធសាសនានៅក្នុងឱកាសនោះសម្ដេចព្រះរាជតំណាងបានទូលប្រគេនព្រះសង្ឃជម្រាបជូនពុទ្ធបរិស័ទនៅតាមទីអារាមនីមួយៗពីព្រះរាជបណ្ដាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងព្រះអង្គមានព្រះរាជហឫទ័យនឹករលឹកសាកសួរសុខទុក្ខប្រគេនព្រះពរចំពោះព្រះសង្ឃគ្រប់ព្រះអង្គនិងជូនដល់ពុទ្ធបរិស័ទជាកូនចៅទូតរបស់ព្រះអង្គសូមបានប្រកបតែនឹងព្រះពុទ្ធពរទាំង4ប្រការកុំបីឃ្លៀងឃ្លាតឡើយទានវសាព្រះរាជទ្រព្យនិងគ្រឿងបរិក្ខារទានព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរដែលព្រះអង្គសពព្រះរាជហឫទ័យប្រគេនដល់វត្តនីមួយៗទទួលបានទានវសា1ដើមផ្កាទាន16ដើមធូប1ដុំទានសុទ្ធ5ដើមលាង1កញ្ចប់ទេយវត្ថុ4កញ្ចប់ប្រេងកាត5លីត្រប្រេងដូង2លីត្រទឹកក្រូច2កេសទឹកបរិសុទ្ធ6កេសមី6កេសអង្ករ5បាវស្មើនឹង250គីឡូក្រាមបវរណាចតុបច្ច័យប្រគេនព្រះសង្ឃទៅតាមឋានានុក្រមនិងប្រគេនបច្ច័យសម្រាប់ជួយផ្គត់ផ្គង់ជីវភាពព្រះសង្ឃក្នុងរដូវបុណ្យចូលព្រះវស្សាឆ្នាំនេះក្នុងវត្តនីមួយៗមានបច្ច័យចំនួន50,000រៀលព្រះរាជពិធីវេរប្រគេនទានវសានិងគ្រឿងបរិក្ខារទានជាព្រះរាជទ្រព្យដ៏ឧត្តមឧត្តមរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏វិសេសវិសាលនេះគឺជាព្រះរាជហឫទ័យទុកដាក់ថែរក្សាព្រះរាជបវេណីដ៏រុងរឿងរបស់ព្រះមហាក្សត្រខ្មែរដែលគោរពចេញពីប្រពៃណីព្រះពុទ្ធសាសនាពិសេសព្រះអង្គបានបន្តយកព្រះរាជហឫទ័យទុកដាក់យ៉ាងខ្ពង់ខ្ពស់ថែមទៀតក្នុងការចូលរួមចំណែកថែរក្សានិងលើកតម្កើងវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាដែលមានគុណប្រយោជន៍ដ៏ថ្លៃថ្លាចំពោះសង្គមជាតិនិងពុទ្ធបរិស័ទឲ្យមានការរីកចម្រើនកាន់តែខ្ពស់ត្រដែតតរៀងទៅសូមឧទ្ទិសថ្វាយនៅមហាព្រះរាជកុសលដ៏ថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរដែលបានសម្រេចឡើងក្នុងព្រះរាជពិធីបុណ្យដ៏ប្រពៃនេះថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គព្រមទាំងព្រះរាជវង្សានុវង្សដែលទ្រង់បានយាងចូលព្រះទីវង្គតទៅកាន់បរលោកខាងមុខសូមបានសោយសុខក្នុងព្រះសុគតិភពនិងប្រកបដោយសម្បត្តិសួគ៌និងសម្បត្តិព្រះនិព្វានជាឋានបរមសុខដ៏ខ្ពង់ខ្ពស់អំណាចនៃមហាព្រះរាជកុសលក៏សូមឧទ្ទិសប្រគេនព្រះវិញ្ញាណក្ខន្ធព្រះសង្ឃគ្រប់ព្រះអង្គនិងជូនដល់វិញ្ញាណក្ខន្ធវីរជនអ្នកស្នេហាជាតិយើងសូមបានរួចផុតនៅទុក្ខទោសទាំងឡាយនិងបានយោនយកកំណើតនៅទីឋានដ៏ខ្ពង់ខ្ពស់ព្រមទាំងជូនដល់ជនរួមជាតិយើងគ្រប់រូបសូមបានប្រកបតែសេចក្តីសុខសេចក្តីចម្រើនក្នុងជីវភាពរស់នៅកុំបីអាក់ខានឡើយពិសេសទៅទៀតមហាព្រះរាជកុសលសូមលើកថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គមានព្រះរាជសុខភាពដ៏បរិបូរណ៍ព្រះកាយពលមាំមួននិងមានព្រះជន្មយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់សុខសាន្តនិងសម្បូរថ្កុំថ្កើងដល់កូនចៅទូតរបស់ព្រះអង្គដ៏យូរអង្វែងតទៅ